ខ្មែរយើងកំពុងតែថតរឿងសោកនាដកម្មភ្នំដងរែកឬក៏ភ្នំខ្មោចដែលខ្មែរយើងបានហៅសប្តាហ៍នេះវាជារឿងប្រវត្តិសាស្ត្រមួយដែលបង្ហាញអំពីភាពឃោរឃៅរបស់យោធាសៀមធ្វើមកលើប្រជាជនកម្ពុជាក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែជួបទុក្ខសោកខ្លាំងមែនទែននៅក្នុងពេលនោះអញ្ចឹងនៅក្នុងសារព័ត៌មានធំនៅក្នុងប្រទេសថៃឬក៏ប្រជាជនថៃនិយាយទៅប្រទេសថៃទាំងមូលកំពុងតែមានការព្រួយបារម្ភព្រោះគេថាខ្មែរយើងថតរឿងសោកនាដកម្មភ្នំដងរែកនេះគោលដៅតែមួយគឺចង់បង្អាប់កេរ្តិ៍ឈ្មោះថៃទៅលើឆាកអន្តរជាតិព្រោះគេថាខ្មែរយើងបានប្រឌិតរឿងនឹងឡើងមូលហេតុអ្វីគ្រាន់តែថតរឿងប្រវត្តិសាស្ត្រនៅក្នុងប្រទេសគេសោះចំណែកសៀមឯនោះវិញកំពុងតែជ្រួលច្របល់ដោយសាររាល់ថ្ងៃនេះវាកំពុងតែស្អុយឈ្មោះនៅលើឆាកអន្តរជាតិពេលដែលវាកំពុងតែឈ្លានពានទឹកដីកម្ពុជាយើងនេះគឺសារព័ត៌មានធំជំវិញពិភពលោកមែនតើគឺបានចង្អុលមុខសៀមចំតែម្ដងថាសៀមគឺជាអ្នកដែលឈ្លានពានប្រទេសកម្ពុជាបច្ចុប្បន្នណាអញ្ចឹងហើយដោយសារតែបច្ចុប្បន្នវាកំពុងតែស្អុយឈ្មោះហើយខ្មែរយើងកំពុងតែថតរឿងអំពីសោកនាដកម្មដែលបង្ហាញអំពីភាពឃោរឃៅរបស់យោធាវាទៀតគឺវាកំពុងតែព្រួយបារម្ភខ្លាំងមែនទែនតែចង់ផ្ដាំទៅពពួកសៀមថាកុំឲ្យព្រួយបារម្ភអំពីរឿងសោកនាដកម្មភ្នំដងរែកអីព្រោះរឿងនេះគឺជារឿងពិតបើសិនជាប្រជាជនសៀមចង់ដឹងពីភាពឃោរឃៅរបស់យោធារបស់ខ្លួនថាឃោរឃៅប៉ុណ្ណាសូមរងចាំនឹងទស្សនារឿងសោកនាដកម្មភ្នំខ្មោចទាំងអស់គ្នានោះសៀមនឹងឃើញអំពីភាពឃោរឃៅរបស់យោធារបស់ខ្លួនហើយអញ្ចឹងកុំឲ្យខ្វល់ខ្វាយថាកម្ពុជានឹងគឺចង់បង្អាប់មុខសៀមឯងទៅលើឆាកអន្តរជាតិគឺកម្ពុជាអត់មានចិត្តបែបនឹងទេកម្ពុជាគ្រាន់តែចង់បង្ហាញពីភាពពិតពីភាពឃោរឃៅរបស់យោធាសៀមដែលបានធ្វើមកលើប្រទេសកម្ពុជាតែប៉ុណ្ណោះ